សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើសម្លទាំងអស់គ្នាអញ្ចឹងគ្រឿងផ្សំមានដូចនៅក្នុងវីដេអូដំបូងយើងចាប់ផ្ដើមដាំទឹកបន្ទាប់ពីទឹកពុះហើយយើងក៏ដាក់ខ្ទឹមសចូលបើបងប្អូនមានស្លឹកគ្រៃបងប្អូនដាក់ស្លឹកគ្រៃចូលមកបន្ទាប់ពីដាក់ខ្ទឹមសហើយយើងក៏ចាប់ផ្ដើមដាក់ទឹកត្រីបន្ទាប់មកខ្ញុំក៏បង់ម្ទេសចូល2គ្រាប់ហើយយើងក៏ចាប់ផ្ដើមដាក់ល្ពៅចូលហើយយើងក៏ចាប់ផ្ដើមចុចមើលថាល្ពៅវាផុយហើយឬនៅបន្ទាប់ពីឃើញល្ពៅចាប់ផ្ដើមផុយខ្ញុំវាចាប់ផ្ដើមបង់ត្រឡាចចូលបន្ទាប់មកយើងក៏ចាប់ផ្ដើមបង់ស្និតពោតចូលហើយខ្ញុំក៏ចាប់ផ្ដើមបង់ផ្សិតហើយយើងចាប់ផ្ដើមបង់គ្រឿងបង់ម្សៅស៊ុបស្ករសប៊ីចេងនិងបន្ថែមទឹកត្រីបន្តិចបងប្អូនខ្លាចវាមានរសជាតិសាបអញ្ចឹងយើងបន្ថែមទឹកត្រីបន្តិចទៀតបន្ទាប់ពីបង់គ្រឿងហើយខ្ញុំក៏ចាប់ផ្ដើមដាក់ស្អំចូលបន្ទាប់ពីបង់ស្អំហើយយើងក៏ចាប់ផ្ដើមដាក់ត្រីអាំងរបស់យើងចូលមកបន្ទាប់មកយើងក៏ដាក់ស្លឹកបាសអូខេឥឡូវសម្លយើងស្អិតហើយបងប្អូនអរគុណសម្រាប់ការទស្សនាវីដេអូសូមជួយ Subscribe និង Like ម្នាក់មួយផងណាអរគុណ